បច្ចុប្បន្ននេះបច្ចេកវិទ្យាថ្មីៗមានការរីកចម្រើនរួមទាំងបច្ចេកវិទ្យាពេទ្យថ្ងៃនេះខ្ញុំវុននឹងមកនិយាយពីរឿងជំងឺឆ្អឹងខ្នងនិងការព្យាបាលដោយវិធីវះកាត់ដែលមានមុខរបួសតូចដូច្នេះវិធីព្យាបាលយ៉ាងដូចនេះនោះថ្ងៃនេះយើងបានណាត់ជួបជាមួយលោកគ្រូពេទ្យរួចមកហើយដូច្នេះទៅជួបជាមួយលោកគ្រូពេទ្យជាមួយគ្នានៅមន្ទីរពេទ្យវេជ្ជនីឥឡូវនេះនាងខ្ញុំវុនកំពុងនៅជាមួយលោកវិជ្ជបណ្ឌិតផាត់ខូសាណានជំនាញខាងឆ្អឹងនិងសន្លាក់នៃឆ្អឹងខ្នងរបស់មន្ទីរពេទ្យវេជ្ជនីចាសសូមជម្រាបសួរលោកគ្រូពេទ្យចាស់ថ្ងៃនេះយើងនឹងពិភាក្សាអំពីការវះកាត់ដែលមានមុខរបួសតូចតែជាដំបូងនេះនាងខ្ញុំសូមលើកយករឿងជំងឺឆ្អឹងខ្នងតើវាកាត់ឡើងសារអ្វីដែរចា៎ជំងឺឆ្អឹងខ្នងកើតឡើងដោយសារកត្តាពីរយ៉ាងកត្តាដំបូងគឺបញ្ហាអាយុអ្នកជំងឺនៅពេលដែលអ្នកជំងឺមានអាយុច្រើនវាក៏ដូចជាគ្រឿងយន្តផងដែរបាទវាក៏មានការសឹកកាត់ឡើងហើយចំណែកបញ្ហាទី2នោះគឺការប្រើប្រាស់ឆ្អឹងខ្នងចំពោះអ្នកដែលមានការធ្វើការធ្ងន់ការសឹកឆ្អឹងខ្នងលឿនជាងធម្មតាហើយវានឹងធ្វើឲ្យកើតជំងឺឆ្អឹងខ្នងកើតឡើងផងដែរចុះបច្ចេកទេសវះកាត់ដែលមានមុខរបួសតូចវិញចា៎ការវះកាត់ដែលមានមុខរបួសតូចគឺជាការប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗជាការជំនួយក្នុងការធ្វើការវះកាត់ហើយវាគឺជាការផ្លាស់ប្ដូរពីការវះកាត់បែបបុរាណដែលបើកមុខរបួសធំហើយមានការវែកញែកសាច់ដុំដើម្បីចូលទៅដល់ឆ្អឹងខ្នងដើម្បីវះកាត់ហើយដូច្នេះហើយការវះកាត់ដែលមានមុខរបួសតូចនេះមានសភាពតូចជាងធម្មតាបាទហើយមានការឈឺចាប់បន្តិចបន្តួចដល់អវយវៈជាងធម្មតាតើមានវិធីសាស្ត្រវះកាត់យ៉ាងដូចម្តេចដែរដែលធ្វើឲ្យមុខរបួសតូចជាងធម្មតាចា៎ក៏ដូចជាបានជម្រាបដូចខាងដើមបាទយើងប្រើប្រាស់បច្ចេកវិទ្យាមកជួយនិងបូករួមទាំងបច្ចេកទេសការវះកាត់ដែលធ្វើឲ្យមុខរបួសតូចបានបាទដូចជាកាលពីមុនយើងត្រូវបើកចំហមុខរបួសធំដើម្បីឲ្យឃើញអ្វីច្បាស់បាទហើយយើងក៏ប្រើប្រាស់កែវព្រាបមកជួយប៉ុន្តែវិធីថ្មីនេះគឺដាក់កាមេរ៉ាចូលទៅក្នុងមុខរបួសអ្នកជំងឺដូច្នេះហើយយើងមិនចាំបាច់ធ្វើឲ្យរបួសទាំងធំទេបាទហើយយើងប្រើប្រាស់កាមេរ៉ាតូចៗហ្នឹងចូលទៅក្នុងស្បែកអ្នកជំងឺហើយយើងអាចមើលឃើញខាងក្នុងហ្នឹងច្បាស់លាស់តែម្ដងបាទហើយទី2ហ្នឹងយើងប្រើប្រាស់ឧបករណ៍ផ្សេងៗចូលទៅក្នុងផ្នែកខាងក្នុងរាងកាយអ្នកជំងឺកន្លងមកយើងមានការវះកាត់បើកមុខរបួសធំដើម្បីមើលឃើញចំណុចច្បាស់ដោយប្រើប្រាស់ឧបករណ៍ផ្សេងៗមកចូលទៅក្នុងឆ្អឹងរបស់អ្នកជំងឺបាទតែនៅពេលនេះយើងមានឧបករណ៍ប្រាប់ពីទីតាំងឧបករណ៍នៃការប្រើប្រាស់នោះដូច្នេះយើងមិនចាំបាច់ត្រូវបើកមុខរបួសធំទៀតនោះទេយើងអាចបញ្ចូលឧបករណ៍តាមស្បែកអ្នកជំងឺបានតែម្ដងបាទស្ដាប់ទៅដូចជាមិនគួរឲ្យខ្លាចប្រហែលទេតែបច្ចេកវិទ្យាថ្មីនេះចង់ដឹងថាមានភាពខុសប្លែកពីវិធីដើមឬវិធីផ្សេងៗយ៉ាងម៉េចដែរចា៎បាទក្នុងការលាងមុខរបួសហ្នឹងយើងមិនចាំបាច់បើកធំទេដូច្នេះហើយការឈឺចាប់ការបាត់បង់ឈាមនិងការមានហានិភ័យរបស់អ្នកជំងឺនេះក៏ថយចុះដែរបាទចាចុះបច្ចេកទេសថ្មីនេះមានគុណវិបត្តិអ្វីខ្លះដែរចា៎គុណវិបត្តិនោះគឺបញ្ហាឧបករណ៍បាទមន្ទីរពេទ្យឬលោកគ្រូពេទ្យដែលអាចធ្វើបានត្រូវមានឧបករណ៍ជាស្រេចក្នុងការវះកាត់ប្រភេទនេះហើយចំណុចទី2នេះគឺបញ្ហាតម្លៃព្រោះយើងប្រើប្រាស់បច្ចេកទេសថ្មីតម្លៃវះកាត់និងតម្លៃឧបករណ៍ផ្សេងៗហ្នឹងក៏មានតម្លៃខ្ពស់ដែរបាទហើយចំណុចទី3នេះគឺជំនាញរបស់អ្នកធ្វើដូច្នេះហើយពេទ្យវះកាត់ត្រូវតែមានជំនាញដែលអនុវត្តពិសេសចំពោះការវះកាត់បើកមុខរបួសតូចនេះបាទចាអញ្ចឹងការថែរក្សាខ្លួនឯងក្រោយពេលវះកាត់ត្រូវធ្វើដូចម្តេចដែរចាការរក្សាខ្លួនឯងនេះជាទូទៅត្រូវហាត់អនុវត្តរបៀបការរស់នៅរាល់ថ្ងៃហ្នឹងឲ្យបានត្រឹមត្រូវបាទហើយត្រូវធ្វើការហាមឃាត់នូវសកម្មភាពមួយចំនួនដូចជាការលើករបស់ធ្ងន់ឬការប៉ះទង្គិចដល់មុខរបួសដែលវះកាត់រួចបាទយ៉ាងហោចណាស់ពី1ខែទៅ2ខែក្រោយពេលវះកាត់បាទតែយើងអាចប្រើប្រាស់ការវះកាត់នេះចំពោះកន្លែងផ្សេងៗនៃរាងកាយបានទេចា៎បាទជាទូទៅហ្នឹងគ្រប់កន្លែងនិងផ្នែកផ្សេងៗនៃរាងកាយយើងអាចធ្វើការវះកាត់ដោយបើកមុខរបួសតូចបានបាទមិនត្រឹមតែផ្នែកនៃឆ្អឹងឬសន្លាក់ឆ្អឹងប៉ុណ្ណោះទេពោះនឹងការវះកាត់ទូទៅឬផ្នែកស្ត្រីយើងអាចប្រើវិធីមុខរបួសតូចនេះបានដែរបាទចាសូមសំណូមពរឲ្យលោកវិជ្ជបណ្ឌិតផ្ដល់ការណែនាំដល់ទស្សនិកជនដើម្បីជៀសវាងពីជំងឺឆ្អឹងខ្នងបាទដូចអ្វីដែលយើងបានដឹងពីបញ្ហារបស់ឆ្អឹងខ្នងនោះគឺយើងត្រូវគ្រប់គ្រងការប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃបើសិនបើយើងថែរក្សាខ្លួនបានល្អមិនធ្វើការធ្ងន់ដូចជាធ្វើសកម្មភាពដែលប៉ះពាល់ដល់ឆ្អឹងខ្នងនោះយើងក៏មិនមានជំងឺឆ្អឹងខ្នងបានដែរបាទហើយការវះកាត់ហ្នឹងល្អក៏ប៉ុណ្ណាក៏ដោយបើសិនជាមិនមានការវះកាត់ល្អជាងបាទចាដូច្នេះបច្ចេកវិទ្យាពេទ្យថ្មីនៃការព្យាបាលដោយការវះបើកមុខរបួសតូចល្អសម្រាប់អ្នកជំងឺមិនមានការអស់ឈាមច្រើនមិនមានមុខរបួសធំនិងសុវត្ថិភាពខ្ពស់ប្រសិនបើទស្សនិកជនចង់ព្យាបាលដូចនេះក៏អាចមកពិគ្រោះយោបល់ជាមួយលោកវិជ្ជបណ្ឌិតបានដែរថ្ងៃនេះខ្ញុំសូមអរគុណចំពោះលោកវិជ្ជបណ្ឌិតផាត់ខូសាណានជំនាញឆ្អឹងនិងសន្លាក់ឆ្អឹងខ្នងនៃមន្ទីរពេទ្យវេជ្ជនីដែលផ្ដល់ការណែនាំថ្ងៃនេះចាសសូមអរគុណឧបត្ថម្ភដោយមន្ទីរពេទ្យវេជ្ជនី Victory for Life ផ្ដល់ការប្រឹក្សាដោយវិជ្ជបណ្ឌិតជំនាញតាមស្តង់ដារ JCI